กมาภาษาใบ phục tờ lại con bà đi bà đây hộp ba nghe nâng อ๋อគឺតាគ្រឿងដែលពុកវាឯងចូលចិត្តហ្នឹងណា ngày về một hôm anh sạp តែកូនគិតថារសជាតិប៉ុណ្ណឹងល្មមហើយពុក học thế phải chừng nâng tiếp ăn chừng anh នេះហ่าមកពីពុកឯងត្រឡប់ហូបប្រៃតាំងពីដើមមក តែលោកគ្រូពេទ្យបានបញ្យល់ថាការហូបអំបិលលើសកម្រិតគឺលើសពី5ក្រាមឬស្មើនឹង1ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃនឹងបណ្ដាលឲ្យមានជំងឺលើសសម្ពាធឈាមជំងឺបេះដូងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលជំងឺតម្រងនោមជាដើមណាពុក nhằm sạp chừng mình khai trên bớt à អំបិលមានស្រាប់នៅក្នុងអាហាររបស់យើងដូចជាបន្លែសាច់ត្រីផ្លែឈើទឹកដោះគោហើយនិងគ្រឿងផ្សំអាហារផ្សេងៗទៀតទោះយើងហូបអំបិលតិចក៏យើងនៅតែទទួលបានអំបិលគ្រប់ពីអាហារដដែល ហូបអំបិលតិចសុខភាពល្អ